អ្នកនាងទូចស្រីលាក់សម្ដែងក្តីរំជួលចិត្តពេលឮលោកយូឌីស្កូកំពុងសម្រាប់លើក្រេពេតពោលថាលាក់បងចង់រស់រានមានជីវិតណាស់អូនអស់លោកអ្នកនាងនិងប្រិមិត្តជាទីមេត្រីតារាចម្រៀងអ្នកនាងទូចស្រីលាក់បានគូបញ្ជាក់ថាស្ថានភាពរបស់លោកយូឌីស្កូនាពេលនេះធ្វើឲ្យអ្នកនាងកាន់តែពិបាកចិត្តក្នុងពេលដែលអាការៈជំងឺរបស់លោកហាក់មិនបានបង្ហាញនៅសញ្ញាធូរស្រាលនោះឡើយរហូតមកទល់ពេលនេះក្នុងពេលលោកយូឌីស្កូបានត្រឡប់មកព្យាបាលជំងឺស្រុកខ្មែរក្រោយចេញទៅព្យាបាលនៅប្រទេសឥណ្ឌាមួយរយៈមកក្នុងនាមជាមិត្តជិតស្និទ្ធក្នុងសិល្បៈអ្នកនាងទូចស្រីលាក់បានប្រញាប់ប្រញាល់ទៅសួរសុខទុក្ខតារាប្រុសរូបនេះនៅមន្ទីរពេទ្យភ្លាមផងដែរអំឡុងពេលជួបលោកយូឌីស្កូនៅមន្ទីរពេទ្យអ្នកនាងទូចស្រីលាក់បានបង្ហាញពីក្តីបារម្ភនិងពិបាកចិត្តកាន់តែខ្លាំងត្បិតឃើញសភាពជំងឺលោកយូឌីស្កូហាក់មិនមានសញ្ញាធូរស្រាលនោះឡើយអ្វីដែលធ្វើឲ្យអ្នកនាងកាន់តែរំជួលចិត្តថែមទៀតនោះគឺនៅពេលដែលអ្នកនាងបានឮសម្ដីចេញពីមាត់លោកយូឌីស្កូដែលកំពុងដេកលើក្រេពេទ្យថាលាក់បងចង់មានជីវិតរស់រានណាស់អូនជាមួយនឹងរូបភាពអង្គុយសួរសុខទុក្ខលោកយូឌីស្កូនៅមន្ទីរពេទ្យបង្ហោះនៅលើបណ្ដាញសង្គមអ្នកនាងទូចស្រីលាក់បានភ្ជាប់ជាមួយសំណេរថានោះណាថាខ្ញុំភ្លេចបងមិនដែរទេមកដល់ទឹកដីកម្ពុជាភ្លាមទៅរកបងមុនគេស្ថានភាពបងនៅពេលនេះខ្ញុំកាន់តែពិបាកចិត្តបងអើយបងត្រូវតែតាំងចិត្តឲ្យបានល្អណាបងលាក់បងចង់រស់រានមានជីវិតណាអូនដោយឆ្លើយតបទៅកាន់មហាជនដែលបានខមមិនសួរនាំពីស្ថានភាពរបស់លោកយូឌីស្កូនាពេលនេះនាងទូចស្រីលាក់បានបញ្ជាក់យ៉ាងខ្លីថាជំងឺរបស់លោកមិនបានធូរឡើយយ៉ាងណាក្រោយដឹងពីស្ថានភាពរបស់លោកយូឌីស្កូនាពេលនេះមានមហាជនជាច្រើនជាពិសេសមិត្តភ័ក្តិនៅក្នុងសិល្បៈបានធ្វើការជូនពរឲ្យលោកឆាប់បានជាសះស្បើយផងដែរជាការកត់សម្គាល់គិតមកទល់ពេលនេះតារាសម្ដែងលោកយូឌីស្កូមានជំងឺខូចក្រលៀនរយៈពេលប្រមាណជាង7ឆ្នាំខណៈពេលដែលលោកបានចេញទៅវះកាត់ដូរក្រលៀននៅប្រទេសឥណ្ឌារួចហើយដែរយ៉ាងណានៅក្នុងរយៈពេលចុងក្រោយអាការៈជំងឺរបស់លោកបានរើឡើងវិញទើបតម្រូវឲ្យលោកចេញទៅព្យាបាលនៅប្រទេសឥណ្ឌាជាថ្មីម្ដងទៀតប៉ុន្តែស្ថានភាពពេលនេះហាក់មិនល្អដូចមុនឡើយពោលដោយសារលោកត្រូវបានក្រុមគ្រូពេទ្យតម្រូវឲ្យលាងឈាមឲ្យបានជាប់លាប់តាមពេលកំណត់បច្ចុប្បន្នលោកយូឌីស្កូបាននឹងកំពុងសម្រាប់ព្យាបាលជំងឺនៅមន្ទីរពេទ្យស្រុកខ្មែរហើយត្រូវបានបន្តលាងឈាមជាទៀងទាត់និងចំណាយថវិកាច្រើនខណៈពេលដែលលោកកំពុងមានការខ្វះខាតខ្លាំង